ជឿថាបងប្អូនភាគច្រើនប្រកាសជាស្គាល់អំពីប្រទេសជប៉ុនថាជាប្រទេសមួយដែលអភិវឌ្ឍនិងមានការរីកចម្រើនមិនថាជាការទេសចរទីក្រុងស្អាតនិងសាជីវធម៌ល្អទេប៉ុន្តែថ្ងៃនេះខ្ញុំនឹងណែនាំបងប្អូនអំពីរឿងរ៉ាវទាំង10អំពីប្រទេសជប៉ុនដែលបងប្អូនអាចនឹងមិនដែលបានដឹងពីមុនមកលំដាប់ទី10ការរញ្ជួយដីនៅប្រទេសជប៉ុនដោយសារតែទីតាំងរបស់ខ្លួននៅលើខ្សែក្រវ៉ាត់ភ្លើងប៉ាស៊ីហ្វិកប្រទេសជប៉ុនត្រូវជួបប្រទះនឹងចំនួននៃការរញ្ជួយដីច្រើនជាងគេបំផុតនៅលើពិភពលោករាប់ពាន់ដងក្នុងមួយឆ្នាំរដ្ឋធានីរបស់ខ្លួនគឺទីក្រុងតូក្យូក៏ជារដ្ឋធានីមួយក្នុងចំណោមរដ្ឋធានីដែលងាយរងគ្រោះដោយការរញ្ជួយដីបំផុតនៅលើពិភពលោកផងដែរសារធាតុបង្ហាញថាក្នុងរង្វង់300គីឡូម៉ែត្រពីទីក្រុងតូក្យូមានការរញ្ជួយដីប្រហែល259ដងដែលមានកម្រិត4ឬតិចជាងនេះក្នុងមួយឆ្នាំខណៈដែលការរញ្ជួយដីធំកើតឡើងប្រហែលម្ដងក្នុងមួយឆ្នាំចំណាត់ថ្នាក់ទី9គ្មានធនធានធម្មជាតិប្រទេសជប៉ុនដែលជាប់ចំណាត់ថ្នាក់លេខ99ដែលស្ទើរតែគ្មានធនធានធម្មជាតិអ្វីទាំងអស់គ្មានឧស្ម័នធម្មជាតិប្រេងមាសទង់ដែងឬរ៉ែដែកទេហេតុអ្វីបានជាប្រទេសជប៉ុនមានបច្ចេកវិទ្យាទំនើបបែបនេះហេតុអ្វីបានជាវិស័យឧស្សាហកម្មរបស់ពួកគេលើសពីប្រទេសដែលស្រូបយកធនធានចម្លើយស្ថិតនៅក្នុងយុទ្ធសាស្ត្រសាមញ្ញប៉ុន្តែមានឥទ្ធិពលការបណ្ដុះបណ្ដាលការអប់រំដែលមានតម្លៃខ្ពស់និងវប្បធម៌ការងារដែលមានវិន័យខ្ពស់ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទី2រដ្ឋាភិបាលជប៉ុនបានគាំទ្រយ៉ាងខ្លាំងដល់ឧស្សាហកម្មបច្ចេកវិទ្យានិងរថយន្តរបស់ខ្លួនចំណាត់ថ្នាក់ទី8អាយុវែងក្នុងចំណោមប្រជាជនដែលមានអាយុវែងបំផុតទិន្នន័យពីឆ្នាំ2024បង្ហាញថាជនជាតិជប៉ុនមានអាយុវែងបំផុតទី3នៅលើពិភពលោកដោយមានអាយុជាមធ្យម84ដល់95ឆ្នាំនេះជាលទ្ធផលនៃរបៀបរស់នៅសាមញ្ញរបស់ពួកគេការទទួលទានអាហារសមុទ្របន្លែនិងអាហារដែលមានជាតិខ្លាញ់ទាបក៏ដូចជាសេវាថែទាំសុខភាពដ៏ល្អឥតខ្ចោះរបស់ប្រទេសជប៉ុនកត្តាទាំងនេះសុទ្ធតែរួមចំណែកដល់អាយុវែងនិងសុខភាពល្អរបស់ប្រជាជនជប៉ុនសូម្បីតែក្នុងវ័យចំណាស់ក៏ដោយចំណាត់ថ្នាក់ទី7គោរពពេលវេលាដោយសារតែវិន័យនិងភាពតឹងរ៉ឹងរបស់ជនជាតិជប៉ុននៅក្នុងវិស័យជាច្រើនការគោរពពេលវេលាគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជនជាតិជប៉ុនឧទាហរណ៍ប្រសិនបើរថភ្លើងមកយឺតសូម្បីតែ1នាទីក្រុមហ៊ុនរថភ្លើងនឹងចេញលិខិតសុំទោសដល់អ្នកដំណើរដើម្បីប្រើជាភស្តុតាងនៃមូលហេតុដែលពួកគេមកធ្វើការយឺតចំណាត់ថ្នាក់ទី6សាលារៀនជប៉ុនមិនមានអ្នកអនាម័យនោះទេមនុស្សជាច្រើនប្រហែលជាមិនដឹងថាសាលារៀនជប៉ុនមិនមានអ្នកអនាម័យនោះទេព្រោះសិស្សសម្អាតពួកសាលាដោយខ្លួនឯងវប្បធម៌នេះត្រូវបានគេហៅថាសូជីដែលសិស្សម្នាក់បដូរវេនគ្នាសម្អាតថ្នាក់រៀននិងបន្ទប់ទឹកនិងច្រកកបៀងជារៀងរាល់ថ្ងៃគោលគំនិតនិងតម្លៃនេះបង្កើតអារម្មណ៍នៃការទទួលខុសត្រូវនិងការទទួលខុសត្រូវស៊ីវិលនៅក្នុងប្រជាជនជប៉ុនចំណាត់ថ្នាក់ទី5ឯកសណ្ឋានសាលានៅក្នុងរឿងម៉ាន់ហ្គាអានីមេនិងស៊េរីផ្សេងយើងឃើញថាឯកសណ្ឋានសាលាជប៉ុនបានក្លាយជារូបភាពនិងអត្តសញ្ញាណវប្បធម៌ដ៏ល្បីល្បាញប៉ុន្តែតើអ្នកដឹងទេថាឯកសណ្ឋានសាលាជប៉ុនត្រូវបានបំផុសគំនិតដោយឯកសណ្ឋានយោធារឿងនេះកើតឡើងរវាងឆ្នាំ1868និង1922ក្នុងអំឡុងពេលនោះរដ្ឋាភិបាលជប៉ុនចង់អភិវឌ្ឍប្រទេសឲ្យស្មើនឹងលោកខាងលិចគ្រប់ទិដ្ឋភាពទាំងអស់ដូច្នេះពួកគេបានរចនាឯកសណ្ឋានសិស្សឲ្យស្រដៀងនឹងឯកសណ្ឋានយោធាដែលក្រៅពីមើលទៅល្អវាក៏បានបណ្ដុះវិន័យដោយប្រយោជន៍ដល់សិស្សផងដែរចំណាត់ថ្នាក់ទី4រថភ្លើងល្បឿនលឿន Shinkansen រថភ្លើង Shinkansen របស់ប្រទេសជប៉ុនត្រូវបានចាត់ទុកថាជារថភ្លើងមួយក្នុងចំណោមរថភ្លើងលឿនបំផុតនិងមានសុវត្ថិភាពបំផុតនៅលើពិភពលោកដោយឈានដល់ល្បឿនជាមធ្យមពី240ទៅ230គីឡូម៉ែត្រក្នុង1ម៉ោងចាប់តាំងពីការបើកដំណើរការនៅឆ្នាំ1964មកមិនដែលមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់រថភ្លើង Shinkansen ឡើយលើសពីនេះវាមានភាពទៀងទាត់គួរឲ្យកត់សម្គាល់សូម្បីតែធ្លាក់ចុះដល់ចំណាត់ថ្នាក់ទី2ក៏ដោយចំណាត់ថ្នាក់ទី3សង្គមវ័យចំណាស់បញ្ហាចម្បងមួយរបស់ប្រទេសជប៉ុននាពេលបច្ចុប្បន្ននេះគឺរចនាសម្ព័ន្ធប្រជាសាស្ត្ររបស់ខ្លួនប្រទេសជប៉ុនជាសង្គមវ័យចំណាស់ពេញលេញចាប់តាំងពីឆ្នាំ1991ហើយបានចូលទៅក្នុងសង្គមវ័យចំណាស់ខ្លាំងនៅឆ្នាំ2007យោងតាមតួលេខពីឆ្នាំ2024ក្នុងចំណោមប្រជាជន 124.5 លាននាក់ 35.729 លាននាក់ឬ 29.3% គឺជាមនុស្សចាស់ដែលជាសមាមាត្រខ្ពស់បំផុតនៅលើពិភពលោកចំណាត់ថ្នាក់លេខ2
ចំនួនប្រជាជនធ្លាក់ចុះបន្ថែមពីលើចំនួនមនុស្សចាស់កើនឡើងបញ្ហាគួរឲ្យព្រួយបារម្ភមួយទៀតគឺចំនួនប្រជាជនធ្លាក់ចុះជាលំដាប់របស់ប្រទេសជប៉ុននៅឆ្នាំ2024មានទារកទើបនឹងកើតប្រហែល721,000 នាក់ដែលជាការថយចុះ 5% ពីឆ្នាំ2023និងជាតួលេខទាបបំផុតក្នុងរយៈពេល125ឆ្នាំលើសពីនេះក្នុងឆ្នាំដែលនោះប្រទេសជប៉ុនបានជួបប្រទះនឹងចំនួនអ្នកស្លាប់ចំនួន1,520,000 នាក់ដោយដកចំនួនអ្នកស្លាប់ចេញពីចំនួនទារកទើបនឹងកើតលទ្ធផលបង្ហាញថាក្នុងឆ្នាំ2024តែមួយចំនួនប្រជាជនជប៉ុនបានថយចុះ899,000 នាក់ប្រសិនបើមិនបានដោះស្រាយទេនេះនឹងក្លាយជាបញ្ហារចនាសម្ព័ន្ធដ៏ធ្ងន់ធ្ងរមួយចំណាត់ថ្នាក់លេខ1វត្តអារាមនិងទីសក្ការៈបូជាមនុស្សជាច្រើនប្រហែលជាមិនដឹងថាប្រជាជនជប៉ុនជាង 80% អនុវត្តវប្បធម៌សាសនាចម្រុះដោយបញ្ចូលគំនិតនិងពិធីសាសនាពីទាំងសាសនាស៊ីនតូនិងព្រះពុទ្ធសាសនាទោះបីជាសាសនាទាំងពីរនេះមានទស្សនវិជ្ជានិងការបង្រៀនខុសគ្នាដាច់ស្រឡះក៏ដោយជនជាតិជប៉ុនបានគ្រប់គ្រងប្រើប្រាស់វាដោយសុខដុមរមនាឧទាហរណ៍ការទៅទស្សនាទីសក្ការៈបូជាស៊ីនតូនៅថ្ងៃចូលឆ្នាំថ្មីនិងការធ្វើពិធីបុណ្យសពតាមគោលការណ៍ព្រះពុទ្ធសាសនាទាក់ទងនឹងទីតាំងសាសនាប្រទេសជប៉ុនមានទីសក្ការៈបូជាស៊ីនតូប្រហែល 80 និងវត្តអារាមព្រះពុទ្ធសាសនាប្រហែល 77